តំពាំងត្រាំទឹកផ្អកជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមចែករំលែកពីវិធីត្រាំតំពាំងជាមួយនឹងទឹកផ្អកជាដំបូងយើងដាក់កន្លះស្ករពាងយើងឲ្យឡើងក្រហមល្អមកដោយសារតែស្ករត្នោតនេះជាស្ករត្នោតខ្មែរដែលម៉ាក់ក្មេកឲ្យមកពីខាងកំពង់ចាមវាឡើងពណ៌ល្អខ្លាំងមែនតើហើយបន្ទាប់មកបងប្អូនធ្វើការដាក់ទឹកចូលបន្តិចដើម្បីកុំឲ្យវាខ្លោចឆ្នាំងណាបន្ទាប់មកបងប្អូនកូរឲ្យសព្វឲ្យឡើងពណ៌ខ្មៅបែបនេះហើយទៅធ្វើការច្រោះជាមួយនឹងទឹកផ្អកនេះដោយសារតែទឹកផ្អកធ្វើខ្លួនឯងដែលម៉ាក់ខ្ញុំធ្វើចឹងវាពណ៌ស្អាតហើយមានក្លិនឈ្ងុយមែនតើយើងច្រោះឲ្យអស់ចឹងទៅការពិតបើសិនជាបងដាក់ទាំងកាកចូលចឹងក៏បានដែរតែដោយសារខ្ញុំអត់ចង់ដាក់កាកចូលទៅធ្វើការច្រោះបែបហ្នឹងទៅបងប្អូនដាក់ចូលហើយចាប់ផ្ដើមកូរវាឲ្យសព្វឲ្យទឹកឡើងពុះល្អទៅធ្វើការដាក់សាច់ផ្អកចូលខ្ញុំដាក់សាច់ផ្អកចូលដើម្បីឲ្យជ្រក់ទំពាំងយើងកាន់តែមានក្លិនឈ្ងុយនិងរសជាតិដិតល្អបន្ទាប់មកបងបិទគម្របវាចោលទុកវាឲ្យពុះហើយចាំយើងធ្វើការដាក់ទំពាំងចូលសម្រាប់ទំពាំងគឺយើងប្រើទំពាំងដែលស្ងោរហើយដើម្បីកុំឲ្យហាបន្ទាប់ពីយើងដាក់ទំពាំងចូលកប់ឲ្យលិចក្នុងទឹកផ្អកយើងនឹងទៅសម្រាប់ទំពាំងនេះខ្ញុំប្រើទំពាំងដែលស្ងោររួចហើយដើម្បីកុំឲ្យវាហាពេលដែលបងដាក់ទំពាំងចូលហើយបងប្អូនទុកឲ្យវាពុះខ្លាំងបន្ទាប់មកយើងធ្វើការបន្ថយភ្លើងវាបន្តិចដើម្បីរំងាស់វាទុកបងធ្វើការរំងាស់វាបែបនេះប្រហែលជា1ម៉ោងទៅ2ម៉ោងនោះទំពាំងយើងនឹងអាចញ៉ាំបានភ្លាមនៅពេលដែលយើងធ្វើហើយ